Some đạiโจฮុនសែនសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ីដែលជាប្រធាននិងសមាជិកមកពីបណ្ដាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនៅកិច្ចការចំនួន2 នៅយប់ថ្ងៃទី27 ខែកញ្ញាឆ្នាំ2025នេះសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានលើកឡើងនៅយោបល់ទៅកាន់ថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ីដែលជាប្រធាននិងសមាជិកមកពីបណ្ដាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនៅកិច្ចការចំនួន2នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនបានសរសេរជាមួយនឹងខ្លឹមសារទាំងស្រុងថាថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់និងកាំភ្លើងយន្តនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងខ្ញុំបានកោះប្រជុំបន្ទាន់តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបតក្រោយស្ងប់ស្ងាត់កំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថាបានរំលោភលើបទឈប់បាញ់ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ IOT ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់ដើម្បីធានាសុចរិតភាពតម្លាភាពអព្យាក្រឹតភាពនិងភាពជឿទុកចិត្តបានខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៊ីដែលជាប្រធាននិងសមាជិកមកពីបណ្ដាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនៅកិច្ចការ2ទី1ធ្វើការសល់វិច័យគ្រាប់ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នាទី2ជាចំណុចសំខាន់គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់គេនឹងអាចដឹងថាគ្រាប់ចេញពីទិសណាបាញ់ពីកម្ពុជាទៅថៃឬបាញ់ពីថៃមកកម្ពុជាគេមិនអាចទៅបង្វិលរណ្ដៅគ្រាប់បានទេសូមកងទ័ពកម្ពុជារក្សាទុករណ្ដៅគ្រាប់ឲ្យបានល្អនិងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការណ៍ IOT បានធ្វើកោសលវិច័យគ្រាប់និងពិនិត្យរណ្ដៅគ្រាប់ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ខ្ញុំសង្ឃឹមថាភាគីថៃនឹងបង្ហាញនៅកាយវិការដូចគ្នាមាសសុទ្ធមិនខ្លាចភ្លើងការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថាខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជានិងថៃ